ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចេញវីដេអូមួយពាក់ព័ន្ធជាមួយនឹងកិច្ចការងារកសិកម្មហើយនេះក្បែរកន្លែងខ្ញុំស្នាក់នៅនេះគឺខ្ញុំដាំខ្ទឹមបាទខ្ទឹមស្លឹកខ្ទឹមយើងយកស្លឹកហ្នឹងបាទខ្លះគេហៅខ្ទឹមគុយទាវខ្លះគេហៅអីចឹងទៅចឹងទេគេនេះបានល្អមែនទែនហើយចង់ជំរាបបងប្អូនយើងដែរថាបើសិនជានៅជុំវិញផ្ទះយើងនៅចិត្តផ្ទះយើងវាមានដីទំនេរសូមកុំទុកវាចោលយើងដាំវាលេងទៅហើយអានេះពីមុនមកគឺស្មៅឲ្យពេញនឹងមួយឆ្នាំយើងកាត់រាប់ដងមិនអស់ទេកាត់ដោះអញ្ចឹងខ្ញុំក៏មានគំនិតមួយថាខ្ជិលកុំឲ្យពិបាកកាត់អញ្ចឹងខ្ញុំលាយដីលាយអីយកដាក់រៀបជាសួនយ៉ាងរបៀបហ្នឹងបាទរៀបជាសួនអញ្ចឹងទៅហើយយើងដាក់ដាំខ្ទឹមអញ្ចឹងទៅហើយចន្លោះនេះគឺខ្ញុំទៅបេះផ្កាផ្ទីដូងពីផ្ទះម៉ែខ្ញុំមកបាទទៅលេងផ្ទះគាត់ទៅខ្ញុំបេះមកខ្ញុំមកបាចចោលទៅយើងស្រោចទឹកខ្ទឹមផងឥឡូវដុះច្រើនណាបាទដល់ហើយខ្ញុំបំបែកវាជារោងដែរនេះដូចមើលខាងនេះទៅបាទនេះគឺជារោងផ្ទីបាទរោងផ្ទីដូងអញ្ចឹងនៅចន្លោះផ្ទីដូងនេះខ្ញុំដាក់ឆូតមកចន្លោះហ្នឹងដាក់ជាតកួនដែរបាទឥឡូវឃើញមានប្លុកមួយហើយដូចឡើងនេះអីបាទអញ្ចឹងតិចទៀតទៅនៅក្នុងនេះមានតកួនក៏មានផ្ទីក៏មានហើយនេះត្រប់បាទខ្ញុំដាក់តាមផ្លូវអញ្ចឹងទៅបាទដាក់រៀបវាអានោះខ្ញុំបានយកកន្លែងនេះទៅក៏រៀបអត់ទាន់បានស្អាតបាទប៉ុន្តែយើងរៀបជាជួរទៅស្អាតខាងនោះក៏ត្រប់ដែរបាទហើយខាងគៀនជាងនោះពេញប៉ោះយើងពូជពេញប៉ោះខ្មែរយើងហ្នឹងហើយខ្ទឹមនេះគឺល្អមែនតើបាទនេះគុំធំដើមធំឥឡូវមួយថ្ងៃពីរថ្ងៃទៀតនេះគឺដកយកទៅផ្សារបាទខាងអ្នកលក់នៅផ្សារគេកំងបាទខែនេះបានយកទៅបោះឲ្យម៉ួយផ្សារ1គីឡូ4000ដែរបាទ1គីឡូ$1អញ្ចឹងយើងដាំលេងទៅយើងដកបាន10គីឡូទៅ$10ដែរហើយខ្ទឹមដែលខ្ញុំដាំនេះគឺដូចបងប្អូនបានឃើញនេះអញ្ចឹងគឺក្នុងនេះខ្ញុំបានធ្វើវាហើយគឺក្នុង8គុំបាទចន្លោះពី8ទៅ10គុំហ្នឹង1គីឡូប៉ុន្តែទូទៅ8គុំ1គីឡូបាទអញ្ចឹងក្នុង1ម៉ែត្រការ៉េខ្ញុំប្រមូលផលបាន5គីឡូដែរអញ្ចឹង1ម៉ែត្រការ៉េបាន$5ស្មើនឹង20000រៀលអញ្ចឹងបើយើងដាំបានច្រើនយើងបានច្រើនដូចគ្នាហើយនេះត្រប់វែងឥឡូវចេញផ្កាបដាលើកមុនចេញផ្កាដែរប៉ុន្តែខ្ញុំកាត់ចោលទៅខ្ញុំអត់ឲ្យវានេះទេក៏មកពួកដើមវានៅទូចបាទហើយនេះពេញប៉ោះពូជខ្មែរអញ្ចឹងណាបាទល្អមែនតើបាទរៀបអញ្ចឹងទៅវាយើងអត់មានដីច្រើនយើងអាចធ្វើលក្ខណៈជាអញ្ចឹងអានេះstrawberry បាទនេះខ្ញុំដាក់ដាំថ្មីទើបតែចាប់ឫសតិចបដាបាទនោះដាំមុននឹងបាន2រើហើយនេះបន្ទាប់ខ្ញុំដាំបន្តគ្នាអញ្ចឹងទៅពេលយើងប្រមូលផលអានោះបានអញ្ចឹងអានេះវាដល់អញ្ចឹងដល់បន្តគ្នាបាទអញ្ចឹងទេចង់ជំរាបជូនពុកម៉ែបងប្អូនដែរថាបើយើងនៅមានដីតូចអីយើងអាចកែច្នៃវាដាំដំណាំទៅគ្រាន់បានញ៉ាំខ្លួនឯងផងហើយបើយើងញ៉ាំអត់អស់យើងអាចយកទៅលក់នៅលើទីផ្សារបានលុយដូចគ្នាបាទហើយនេះសងខាងផ្លូវបេតុងនេះខ្ញុំខ្ជិលដាំផ្កាខ្ញុំដាំជាត្រប់ទៅបាទមានត្រប់វែងហើយនៅមុខនោះត្រប់ស្រួយបាទខ្ញុំដាំជាជួរអញ្ចឹងបាទអញ្ចឹងវីដេអូនេះចង់បង្ហាញជូនពុកម៉ែបងប្អូនយើងប៉ុណ្ណឹងបាទគាត់ចង់ជំរាបថាបើកាលណាយើងមានដីនៅក្បែរផ្ទះអីយើងជាងយើងទុកចោលអត់ប្រយោជន៍យើងដាំដំណាំទៅដាំបន្លែបកាគ្រាន់ញ៉ាំទៅបើយើងទៅផ្សារក៏យើងទិញអស់លុយដែរហើយមែនតើទៅបន្លែនៅផ្សារក៏យើងមិនច្បាស់ថាគេដាំដូចយើងដាំផ្ទាល់ដៃយើងដាំផ្ទាល់ដៃយើងដឹងអំពីការដាំរបស់យើងការយើងប្រើប្រាស់ជីធម្មជាតិឬក៏អីយ៉ាងណាហើយនេះខ្ញុំប្រើជីធម្មជាតិសុទ្ធទាំងអស់បាទនេះខ្ញុំលាយដីមានធ្យូងកាមមានលិមុគោមានលាយជាមួយដីយើងហ្នឹងហើយខ្ញុំលាយជាមួយជីទឹកដែលខ្ញុំផលិតខ្លួនឯងដែរបាទជីរ៉េទឹកធម្មជាតិខ្ញុំផលិតខ្លួនឯងពី
vật thổ thiệt đào nó miền xóm rẽ tè bài giờ lại lọc đây chào lại nữa hay cho mưa video cáo nhầm đừng bằng hai bong tôn nhưng ở cái nước đẹp con môi bị thi lật chi tật chi cầm bọc cô em xem bà tại dương ai pra tới dương nhằm lại vào cả luôn ai thì dương đắm đấy dương sinh nhật dương mình còn bò thà tình bị đội dương tình bị xa máu những cái tháng đăng thà và lại cái đại chi ấy là cái bánh năm ấy dương mình tục chặt hay cả bò phục cháy nó bây giờ mình sinh nhật này tại vì dương đâm luôn dương ai và lại cái nhằm cháy nhằm lo men đèn dương ngọn miền bà ròm còn bò thà miền chiết kỳ mi miền năm pol cả sự cam được cái ấy và ở con trai video cáo nhầm nên bằng hai nhầm về cái càng nghe cả sự cam xem thì đã nhầm phơi này trung bình đẹp ở con